គ្រប់នឹងជំរាបសួរពុកម៉ែមីមីបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីស្រឡាញ់ថ្ងៃនេះខ្ញុំធ្វើវីដេអូចែកម្លែកជូនបងប្អូនទស្សនាកំសាន្តទៀតហើយតាក់ទងទៅនឹងខ្នាយរបស់ខ្ញុំដែលខ្ញុំក្រងត្រៀមដាក់ឲ្យជើងស្រោបណាបងបាទហើយខ្ញុំស្រោបអង្គពីរអង្គហើយសខានគឺខ្នាយហើយថ្មសលៀងរបស់ខ្ញុំអញ្ចឹងព្រះអង្គគឺពីរអង្គនេះបងបានឃើញហើយគឺខ្ញុំបានផុសជាវហើយតែភាសាអត់ទាន់មានអ្នកសួរនាំជាវអីខ្ញុំក៏ដាក់ឲ្យជាងគេស្រោបដែរទៅស្រោបបើអត់មានអ្នកណាជាវទេគឺខ្ញុំស្រោបពាក់ខ្លួនឯងណាព្រះអង្គពីរអង្គនេះណាអញ្ចឹងបើសិនជាពីរអង្គនេះខ្ញុំទៅពាក់ឡើង9អង្គនឹងខ្សែករបស់ខ្ញុំតែបាលីណាហើយនេះព្រះអង្គប្រត់អ្នកទ្រង់គ្រឿងបាទ7ដូចគ្នាណាសាក់បានមើលវីដេអូរបស់ខ្ញុំហើយដឹងហើយបងហើយថ្មខ្នាយរបស់ខ្ញុំអញ្ចឹងសម្រាប់ស្រោបគឺខ្ញុំស្រោប2អង្គហ្នឹងណាតែຂະຫນាតតូចៗទេបងຂະຫນាត4ហ៊ុនប្រទាល2ហ៊ុន3ហ៊ុននេះទេសាក់សាងពីភ្លុកតែភ្លុកនេះបញ្ជាក់មកបងយើងមើលអត់ដឹងសាច់កាឡាទេណាបើសួរគេទៅគេថាភ្លុកខ្ទើយភ្លុកអីចឹងណាសាច់វាដូចចែក៏មានកាឡាទេអញ្ចឹងខ្ញុំក៏មិនដឹងយ៉ាងម៉េចគាត់ថាដឹងថាវាជាប្រភេទភ្លុកអញ្ចឹងណាបាទអញ្ចឹងសម្រាប់បងដែលមានជំនាញឬក៏បទពិសោធន៍ធ្លាប់មើលអាចឆាតប្រាប់ខ្ញុំតាម Telegram ក៏បាន Facebook ក៏បានដែរណានឹងអីអញ្ចឹងខ្ញុំសូមបង្ហាញបន្តទៀតនេះគឺខ្ញុំអានេះខ្ញុំមិនដឹងថាហៅស្អីគេបងតើតងនឹងនេះបោះជ្រូកញីតាន់ណាស្នាមបងពើគាត់ចោះពាក់ព្រោះតែសារខ្ញុំរើសចេញពីពេក9ដល់ពេលអញ្ចឹងគឺមើលអត់ឃើញស្នាមចោះនេះបងប្អូននេះស្នាមចោះនេះដុតកលៅនេះដែលឃើញ9ដកចត់ហ្នឹងណានេះគឺវាតាន់គាត់ចោះពាក់ទៅណាហើយនេះខ្ញុំដឹងថាជាប្រហែលជាខ្នាយជ្រូកញីណាទៅបងខ្នាយជ្រូកញីណាខ្ញុំមានមកគូនេះដែរខ្នាយជ្រូកញីគូបូជាមួយនេះហើយនេះគឺខ្ញុំមិនដឹងថាហៅស្អីចំណានេះមិនដឹងជាកថុកនឹងជាខ្នាយដែរណាតាន់ណាបងតាន់នេះតាន់តែពីនេះប្រហោង3ហ្នឹងណាហើយនេះកថុកដែរឬក៏ខ្នាយជ្រូកញីណាប្រហោងចុងនេះខ្ញុំជាវគេយូរហើយកាលខ្ញុំជាវគេដូចជា35ហើយឥឡូវខ្ញុំត្រាំពេញតាម9សាច់ឡើងក៏ហោមផោណាសាច់ឡើងក៏ហោមផោសាច់វិញគឺក្រហមផោតែម្ដងណាបងជាសាច់ដៃមួយកាន់កាមេរ៉ាដៃមួយកាន់នេះចឹងទៅរៀងពិបាកតិចបាទសាច់ឡើងក្រហមណាសាច់ក្រហមមែនទែនបាទហើយមួយទៀតគឺខ្នាយដែរខ្នាយនេះក៏គាត់ខ្នាយតៃសាក់ដែរណាបងខ្នាយតៃសាក់ទឹកដីរតនគិរីហើយស្នាមគាត់ចោះពាក់ដែរណានេះក៏គាត់ឲ្យមកខ្ញុំដែរខាងនេះចោះខ្ញុំក្រងយកទៅស្រោបពាក់ដែរណាខ្ញុំខ្សែករបស់ខ្ញុំខ្ញុំដាក់ជាមួយຂະຫນាត10លីរបស់ខ្ញុំមកឈុតជាមួយព្រះអង្គនេះអញ្ចឹងខ្ញុំដាក់តែមើលសួរជាងមិនដឹងអស់បណ្ណាបណ្ណៃទេបងគាត់ថាប្រហែលជាល្បាក់ខ្ទង់បាសស្លឹកអីហ្នឹងឯងមើលទៅ30-40ម៉ឺនដែរណាអញ្ចឹងខ្ញុំមានខ្នាយនេះខ្នាយមួយនេះដែរស្រោបពាក់ដែរហើយថ្មសលៀងបងថ្មសលៀងនេះធំល្អណាស់ធំមែនទែនណាធំមែនទែនថ្មតៃសាក់ដែរណាកាច់ចុងបាក់ចុងបន្តិចថ្មសលៀងធំល្អមែនទែនធំជាងមានដៃខ្ញុំស្អាតគឺខ្ញុំដាក់ឲ្យគេស្រោបឲ្យដូចគ្នាដែរណាអត់មានដោះមរៀទេបងហើយសាច់ខ្នាយសាច់ខាងលើនេះគឺកណ្ដាញ់តែម្ដងសាច់ឡើងកណ្ដាញ់ស្អាតមែនទែនធំល្អណានេះមានតែមួយខាងទេហើយ
នេះមកគូសាច់កណ្ដាញ់ដូចគ្នាណាមើលចំអួរដាញ់ណានេះខ្ញុំបានពីបងពៅដែរអត់មានដោះមរៀសដោះអីទេបងចេះតែខ្នែនេះតៃសាក់ណាតៃសាក់ដែរតែសាក់នេះចង់នៅជាមួយដីជាមួយឡើងទៅជាពណ៌កំម៉ៅខ្ញុំត្រាំពេញតាមកំអួនដែរនេះតែខាងលើគឺសាច់ប្រទាលនេះបងលឹកក្លាដូចមរីហើយខ្ញុំបង្ហាញបន្តទៀតខ្នែងមកគូបន្តទៀតតៃសាក់ដែរណាអសរស៊ីរៀងដូចអសរស៊ីគាត់ថាស្ទើរចុងតិចភាសាចុងកាច់បែកចុងតិចនេះដែរសាច់ប្រទាលខាប់ស្អាតណាស់បងអើយខ្ញុំដាក់ឲ្យគេស្រោបតែគាត់ថាអត់មានម្រះមានអីទេហើយតៃសាក់ណាតៃសាក់នេះគឺតៃសាក់ដែរណាគូរបស់គេមើលស្នាមគាត់ចោះពាក់ណាអូឃើញញាក់សាច់បងអូឃើញខាងក្រោយណែលក់សាច់លហាប់ណែនក្រាស់ស្មឹកអូយដឹងប្រហែលគីឡូទេម្ចាស់គេអង្គចាស់អើយបងឃើញញាក់សាច់បងណាមកគូហ្នឹងអសរស៊ីខ្ញុំផ្ញើជាងខ្ញុំមិនទុកចិត្ត 100% តែធ្វើម៉េចខ្ញុំដោយសារខ្ញុំនៅភ្នំពេញខ្ញុំអត់ស្គាល់ជាងដល់ពេលអញ្ចឹងបើខ្ញុំមិនផ្ញើទៅជាងដែលខ្ញុំតបតែងស្របដូចជាអត់មានទំនុកចិត្តតែបើខ្ញុំធ្លាប់ស្គាល់ខ្ញុំស្របអស់ច្រើនដែរតែនៅតែមិនទុកចិត្តដោយសារខ្ញុំកាលខ្ញុំនៅកំពង់ឆ្នាំងខ្ញុំចេញចូលទៅខ្ញុំស្រួលដល់ពេលឥឡូវខ្ញុំផ្ញើពីពេញទៅកំពង់ឆ្នាំងហើយរំគាត់ស្របហើយអាច2ថ្ងៃ3ថ្ងៃអញ្ចឹងណាតែយើងអត់មានជំរើសបើអត់ផ្ញើគឺរបស់នៅតែអញ្ចឹងហើយដោយសារខ្ញុំបានយូរឆ្នាំហើយអញ្ចឹងដល់វេណាខ្ញុំស្រោបដើម្បីដាក់ពាក់នឹងកម្ដងហើយអញ្ចឹងក៏សម្រេចថារើចេញពីកមួនរបស់ខ្ញុំណាឬមកព្រឹកឯងបងភាសាឬក៏ខ្ញុំជិលធ្វើវីដេអូជូនដែរធ្លាប់រើឲ្យបងមើលអញ្ចឹងខ្ញុំរើហើយជូតកមួនក៏មិនទាន់បានអស់ដែរនៅកមួននេះជាប់នៅដៃឥឡូវអញ្ចឹងរៀបរើស្អាតអស់ហើយខ្ញុំក៏សម្រេចថាដាក់ផ្ញើជូនជាងដើម្បីឲ្យគាត់ស្រោបទៅណាហើយនេះតៃសាក់ដែរណាតែគាត់ថាតៃសាក់អត់ទាន់បានកប់ដីកប់អីទេគាត់ណាតៃសាក់ជ្រូករបស់យើងសិតទាំងអស់នេះសិតតែរបស់ខ្មែរយើងឯងអត់តែនេះមួយទេដែលមិនមែនជារបស់ខ្មែរយើងរបស់ក្រាសុកណាទាំងអស់នេះសិតជារបស់ខ្មែរអត់តែមួយអង្គនេះទេណាហើយចំណែកកាឡាប្រទាលមើលសាច់ក្រាស់ស្មឹកសាច់មួយសាច់ញាក់សាច់បងត្រាំពេញខាងកមួនទៅសាច់ឡើងលឿងហ្មងសាច់ឡើងកមួនស្អាតណាស់បងអើយស្អាតមែនទែនមកគូនេះខ្នែថ្មសលីមកគូនេះមកអេមហ្មងញាក់សាច់ហ្មងខ្ញុំមានទាំងអស់6គូកន្លះហើយមិនទាន់បានសួរជាងតម្លៃប៉ុណ្ណាបើសិនត្រូវផ្ញើទៅប៉ុណ្ណាបើមានបច្ច័យច្រើនphảiស្របទាំងអស់តែបើអស់ច្រើនphảiជាស្របបន្តិចសិនហើយបងព្រោះអត់មានបច្ច័យមានអីដែរជាងគេស្របហើយគេត្រូវការបច្ច័យគេដែរអញ្ចឹងយើងអត់មានបច្ច័យឲ្យគេក៏វាពិបាកដែរហើយរបស់ផ្ញើទៅវិញទៅមកអញ្ចឹងណាហ្នឹងហើយបងនិយាយវាថ្មសលៀងរបស់ខ្ញុំមួយសាច់ញាក់សាច់បងស្អាតណាស់បងអូស្អាតមែនទែនណាបងស្អាតណាស់ឃើញស្រឡាញ់វាទៅអីណាហើយមើលនេះគូជាមួយខ្នាយថ្មសលៀងខ្នាយមើលដោះម្រេចសាច់ដល់ដាញ់តែម្ដងហើយខន្តីពេកតូចចំពោះបងទាំងអស់គ្នាបើសិនជាការអធិប្បាយរបស់ខ្ញុំរៀបរាប់របស់ខ្ញុំតើតើនឹងខ្នាយអត់បានក្បោះក្បាយជាស្រ័យផងដោយសារខ្នាយខ្ញុំអត់សូវបានដឹងច្រើនទេអញ្ចឹងអ្វីដែលខ្ញុំធ្វើគឺខ្ញុំក៏បាននិយាយអស់អាចអស់នោមដែរស្មាទោសចោះគឺខ្ញុំនិយាយបានច្បាស់ទេសើទេដោយសារគាត់ណា detail ឬក៏អត់តែតទៅនឹងខ្នាយរបស់ខ្ញុំរូបរាងមិនអីមិនទេចំណែកខ្នាយថ្មសលៀងរបស់ខ្ញុំមកគូនេះគឺនិយាយពីសាច់កណ្ដាញ់ហ្មងបងអូយហើយមរះលខាប់តិចហ្មងតែគាត់ថាមរះមិនផុសដូចគេផ្សេងណាក៏គាត់ថាផុសវាលើសាច់
ថ្មសលៀងចឹងណាហើយតាមពេលតាមកមួនយូរឆ្នាំទៀតគឺអេមកញាក់សាច់បងខ្ញុំមានមកគូនឹងដែរណាថ្មសលៀងដែរសាច់ញាក់សាច់ដែរមើលសាច់របស់ខ្នាយណាដុំម្រះណាแล้วកណ្ដាញ់មែនតើបងឃើញញាក់សាច់ស្អាតចាំមិនជាខ្ញុំសម្រេចចិត្តថាយកឲ្យជាងស្រុកគឺខ្ញុំគិតទៀតខ្លាញ់លោជាងគាត់លួចឬក៏ដូរឬក៏យកតាណាបាត់យើងពិបាកទៅបើនៅចិត្តជាងចាទៅមើលទៅសួរនាំទៅជាងខ្ញុំទុកចិត្ត50-50ចឹងណាមិនមែនថាមិនទុកចិត្តគាត់ទុកចិត្តគាត់ដែរបើមិនទុកចិត្តក៏យើងមិនផ្ញើទៅឲ្យគាត់ស្រោបដែរតែធ្វើម៉េចទេបងអើយអស់ច្រើនខ្ញុំប្រហែលជាអត់ទាន់ស្រោបដែរឥឡូវមើលខ្នាយពិសេសរបស់ខ្ញុំនេះតៃសាក់ណាទាំងអស់នេះសិតតៃសាក់ណាបងទាំងអស់គ្នាគាត់ថាតៃសាក់វាមិនបានដល់ថ្នាក់ខ្នាយនេះលេះចេញពីជ្រូកពីអីចឹងតៃសាក់សាច់ងាប់មិនទាន់ស្អុយមិនទាន់អីចឹងណាអញ្ចឹងយើងអាចក៏ហៅតៃសាក់ដែរអញ្ចឹងក៏យើងយកមកប្រើបានដូចគ្នាព្រោះតៃសាក់បើខ្នាយថ្មសលៀងតៃសាក់ដែលលេះចេញអស់ហើយចេញពីខ្នាយពីសពជ្រូកនោះគឺមានស្នាមចឹងដោយសារកប់ដីកប់អីចឹងណាតែដោយសាររបស់ខ្ញុំមកគូនេះគឺតៃសាក់មិនទាន់លេះនៅកប់ដីកប់អីទេវាតែប៉ុណ្្នឹងឯងបងបាទអញ្ចឹងខ្ញុំបង្ហាញខ្នាយរបស់ខ្ញុំមកគូនេះខ្នាយនេះក៏ខ្ញុំបានយូរឆ្នាំដែរនៅទឹកដីពោធិ៍សាត់ណាខ្ញុំក៏ធ្លាប់បានធ្វើវីដេអូលម្អិតជូនដែរតែខ្ញុំមាន2គូឥឡូវខ្ញុំជាអស់មកគូនៅសល់មកគូនេះគឺទុកខ្លួនឯងសម្រាប់ប្រើប្រាស់ឃើញខ្នាយនេះស្អាតបងអូយញាក់សាច់ស្អាតណាស់ហើយខ្ញុំអត់ជាវទេណាខ្នាយនេះខ្ញុំអត់ជាវទេខ្ញុំទុកប្រើខ្លួនឯងអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេគាត់បង្ហាញជូនបងទាំងអស់គ្នាថាខ្ញុំនឹងផ្ញើខ្នាយនិងថ្មសលៀងរបស់ខ្ញុំទាំងអស់ហ្នឹងយកទៅឲ្យជាងដើម្បីគាត់ស្រោបឲ្យអស់បណ្ណាបណ្ណៃចាំមើលខ្ញុំស្រោបឲ្យចាំខ្ញុំអត់ជូនបងប្អូនទស្សនាកំសាន្តទៀតអរគុណច្រើនជម្រាបលាហើយជួបគ្នានៅវីដេអូក្រោយៗជូនពរសុខភាពល្អនិងរកស៊ីចម្រុងចម្រើនទាំងអស់គ្នាអរគុណច្រើនជម្រាបលា